បាទអរជូនបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូរបស់ខ្ញុំមួយនេះបាទអញ្ចឹងវីដេអូមួយនេះគឺខ្ញុំមកដាក់បាយមន់ពេលល្ងាចទៀតហើយបាទហើយក៏ចង់និយាយពីប្រធានបទមួយដើម្បីបងប្អូនបានទស្សនាហើយគិតវិចារណាទាំងអស់គ្នាបាទជាពិសេសគឺបងប្អូនអ្នកដែលថ្មីដែលទៅមើលវីដេអូខ្ញុំមួយនេះបាទអញ្ចឹងប្រធានបទថ្ងៃនេះគឺខ្ញុំចង់និយាយអំពីការស្រឡាញ់បាទអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់អ្វីមួយហើយគួរបងប្អូនយកការស្រឡាញ់ហ្នឹងហើយទៅធ្វើវាឲ្យបានផលប្រយោជន៍ដើម្បីទាញជាចំណូលមកវិញបាទអញ្ចឹងធានបទនេះគឺសរុបមកគឺចង់និយាយថាទាញការស្រឡាញ់របស់យើងឲ្យទៅជាចំណូលបាទអញ្ចឹងមានន័យថាបើសិនជាបងប្អូនស្រឡាញ់បាទដូចខ្ញុំអញ្ចឹងបាទខ្ញុំស្រឡាញ់ការចិញ្ចឹមសត្វបាទមិនថាមាន់មិនថាទាមិនថាគោមិនថាជ្រូកអីទេបាទគឺខ្ញុំស្រឡាញ់ទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំធ្វើគឺធ្វើពីការស្រឡាញ់ប៉ុន្តែពេលខ្លះក៏យើងមិនជាជោគជ័យគ្រប់រឿងដែរបាទមិនថាការចិញ្ចឹមសត្វអីទេបាទខ្ញុំក៏ធ្លាប់បរាជ័យផងដែរតើតើនឹងការចិញ្ចឹមគោបាទអញ្ចឹងពេលយើងបរាជ័យហើយគឺយើងបាត់បង់ចំណូលហើយប៉ុន្តែយើងក៏បាក់ទឹកចិត្តបាទគឺយើងអ្វីយើងស្រឡាញ់គឺយើងនៅតែធ្វើបន្តទៀតបាទដូចខ្ញុំពេលនេះគឺកំពុងតែមកចិញ្ចឹមសត្វឡើងវិញគឺខ្ញុំចិញ្ចឹមមាន់ទាឡើងវិញប៉ុន្តែគឺការស្រឡាញ់ហ្នឹងគឺដូចបងប្អូនអញ្ចឹងដល់ដឹងអញ្ចឹងគឺយើងធ្វើយ៉ាងណាគឺយើងកុំបោះបង់បាទកុំបោះបង់គឺយើងមិនអត់ផ្លូវដើរទេបាទអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងខ្ញុំកំពុងតែធ្វើហើយបើសិនបងប្អូនមើលវីដេអូមួយនេះបងប្អូនប្រកាសជាមានគោលបំណងឬក៏បងប្អូនមានការស្រឡាញ់ខុសពីខ្ញុំបាទអញ្ចឹងគឺបងប្អូនអាចនឹងគិតខ្លួនឯងទៅថាបងប្អូនស្រឡាញ់អ្វីចង់ធ្វើអ្វីបាទបើសិនជាបងប្អូនស្រឡាញ់ចង់ធ្វើគឺបងប្អូនធ្វើទៅបាទហើយទៅពេលបងប្អូនធ្វើហើយបាទបានផលបានផ្លែផ្កាគឺបងប្អូនកុំភ្លេចបង្ហាញបងប្អូនផលិតផលបងប្អូនហ្នឹងឲ្យបងប្អូនផ្សេងបានដឹងផងឬក៏បងប្អូនប្រកាសលក់ទៅបាទដើម្បីយកអាការស្រឡាញ់ដែលយើងស្រឡាញ់ហ្នឹងបាទទៅជាចំណូលបានលុយមកវិញបាទបងប្អូនខ្លះគាត់ស្រឡាញ់ការចិញ្ចឹមសត្វដែលគាត់ចិញ្ចឹមប្រភេទដូចជាសត្វលំអបាទដូចជាព្រាបដូចទន្សាយបាទដូចសត្វផ្សេងដែលជាសត្វប្រភេទសត្វស្លាបដែលគេចិញ្ចឹមលំអណាបាទអញ្ចឹងគឺបងប្អូនចិញ្ចឹមវាទៅបាទគឺបានផលបានកូនបងប្អូនលក់វាទៅបាទគឺបានចំណូលមកវិញបាទហើយសម័យនេះគឺជាសម័យ Facebook បាទ YouTube បាទអញ្ចឹងក៏វាជាល្អដែរបើសិនបងប្អូនស្រឡាញ់បងប្អូនថតវីដេអូទាំងអស់ហ្នឹងចូលទៅក្នុង YouTube ទៀតបាទរឹតតែល្អបាទបើសិនជាបងប្អូនធ្វើបានបាទមាន view ច្រើនបាទគឺបងប្អូនមានចំណូលច្រើនផ្លូវបាទច្រើនផ្លូវបាទអញ្ចឹងមកខ្ញុំថាទាញការស្រឡាញ់ឲ្យទៅជាចំណូលបាទអញ្ចឹងយើងចិញ្ចឹមហើយយើងបានហើយយើងបង្ហាញគេហើយយើងបានលក់ហើយគឺយើងបានលុយច្រើនប្រភពទោះបីជាលុយនឹងមិនច្រើនតិចតួចស្រួចស្ដើងក៏វាក្នុងន័យដែលយើងបានបាទទោះបីជាកាក់សេនបាទដូចវីដេអូរបស់ខ្ញុំអញ្ចឹងបាទខ្ញុំបង្ហាញបងប្អូនបានឃើញហ្នឹងបាទគឺភាគច្រើនគឺ channel របស់ខ្ញុំនេះគឺតូចទេបងប្អូនបាទអញ្ចឹងបានកាក់សេនទេបាទ2សេន3សេនក្នុងមួយថ្ងៃក៏ខ្ញុំគិតថាសប្បាយចិត្តដែរបាទថាវាជាចំណូលរបស់ខ្ញុំបាទដូចខ្ញុំសំគួនជ្រូកអញ្ចឹងបាទមិនដឹងឆ្នាំណាបានបើកលុយតែមិនជាបញ្ហាទេបាទថាយើងគិតថាទោះបីជាខ្ញុំអត់បានលុយពី YouTube ក៏ខ្ញុំបានការស្រឡាញ់របស់ខ្ញុំបង្ហាញឲ្យបងប្អូនបានឃើញទៅនឹងការចំសัตว์ផ្សេងបាទមិនថាមន់មិនថាទាទេបាទមិនថាខ្យងទេគឺខ្ញុំតែងតែចិញ្ចឹមបាទហើយយើងនឹងបង្ហាញបងប្អូនបានឃើញបាទហើយវាការចែកម្លែកមួយដែរសម្រាប់បងប្អូនណាបាទអញ្ចឹងវីដេអូមួយហ្នឹងគឺខ្ញុំផ្ញើជាពិសេសសម្រាប់បងប្អូនដែលគាត់ស្រឡាញ់ហើយគាត់អត់ទាន់ហ៊ានធ្វើណាបាទគាត់ខ្លាចមុខខ្លាចក្រោយបាទគាត់មិនទាន់ច្បាស់លាស់អញ្ចឹងណាបាទអញ្ចឹងគឺបងប្អូនគួរតែគិតទៅបាទបងប្អូនធ្វើអីបានបងប្អូនធ្វើទៅបាទកុំរងចាំវាអីបាទពូពេលវេលាបាទគឺវាអត់ចាំយើងទេបាទគឺយើងធ្វើមុនយើងបានផលមុនសិនយើងធ្វើមុនហើយយើងបរាជ័យយើងធ្វើទៀតបាទគឺយើងអត់ជាបញ្ហាទេបាទបរាជ័យយើងងើបមកវិញកុំឲ្យបរាជ័យឲ្យដេកដួលណាបាទលមូលសំคลิกអីតាមនឹងទៀតអាហ្នឹងគឺវែងឆ្ងាយបងប្អូនបាទអញ្ចឹងវីដេអូនេះគឺខ្ញុំបកស្រាយប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងយល់វីដេអូមួយនេះបាទហើយបើសិនជាបងប្អូនមានចម្ងល់អីចង់សួរបន្ថែមអីទៀតអាចខមមិនក្នុងវីដេអូនេះបានបាទសារខ្ញុំក៏ចូលចិត្តបាទក្នុងការឆ្លើយតបបងប្អូនដែរបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនស្រឡាញ់បាទចូលចិត្តនៃការចិញ្ចឹមសត្វបាទកុំភ្លេចបាទចុច Subscribe Channel ខ្ញុំម្នាក់មួយផងហើយក៏ Follow Page ខ្ញុំមួយទៀតបាទអញ្ចឹងក៏អរគុណចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណបាយបាយរៀបរៀងបងប្អូនទាំងគ្នា